ជំរាបសួរអ្នកខ្ញុំឡៃដានីពី Oswald Migration and Education ថ្ងៃនេះអ្នកខ្ញុំសូមចែករំលែកចំណេះដឹងដ៏សំខាន់មួយទាក់ទងនឹងការកែប្រែព័ត៌មានដែលមានកំហុសដោយអចេតនាភាពស្មោះត្រង់ពិតជាមានតម្លៃណាស់នៅក្នុងការដោះស្រាយកំហុសដែលអ្នកបានបង្កើតឡើងដោយអចេតនាហើយមន្ត្រីអន្តោប្រវេសន៍អូស្ត្រាលីក៏ឲ្យតម្លៃខ្ពស់ចំពោះបុគ្គលណាដែលហ៊ានសារភាពកំហុសរបស់ខ្លួនមុនពេលការស៊ើបអង្កេតឬចោទសួរឲ្យបេក្ខជនបំភ្លឺលើបញ្ហាណាមួយប្រសិនបើអ្នករកឃើញថាព័ត៌មានរបស់អ្នកមិនត្រឹមត្រូវក្នុងសំណុំរឿងណាមួយដែលអ្នកបានដាក់ពាក្យស្នើសុំទិដ្ឋាការរួចរាល់ហើយសូមធ្វើការកែតម្រូវឲ្យបានរួចរាល់ជាមុនសិនមុនពេលធ្វើការដាក់ពាក្យស្នើសុំទិដ្ឋាការប្រភេទថ្មីមួយផ្សេងទៀតឧទាហរណ៍ថាអ្នកមិនទាន់រៀបការមិនទាន់មានកូនប៉ុន្តែនៅក្នុងឯកសារស្នើសុំទិដ្ឋាការទស្សនកិច្ចរបស់អ្នកបែរជាសរសេរថាអ្នកបានរៀបការនិងមានកូនបើទោះបីជាអ្នកទទួលបានជោគជ័យនៅលើទិដ្ឋាការទស្សនកិច្ចរបស់អ្នកក៏ដោយប៉ុន្តែព័ត៌មានដែលអ្នកប្រើប្រាស់នោះវាខុសពីការពិតដូច្នេះគេចាត់ទុកថាអ្នកប្រើប្រាស់ព័ត៌មានក្លែងបន្លំហើយអ្នកបានកុហកមន្ត្រីអន្តោប្រវេសន៍បន្ទាប់មកអ្នកចង់ដាក់ពាក្យស្នើសុំសិទ្ធិរស់នៅតាមរយៈទិដ្ឋាការដៃគូតើអ្នកគួរធ្វើយ៉ាងណានេះជាចំណុចសំខាន់ណាស់បើអ្នកធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍សូមប្រាប់ពួកគេឲ្យបានដឹងអំពីព័ត៌មានខុសដែលអ្នកធ្លាប់បានប្រើប្រាស់កន្លងមកដើម្បីឲ្យពួកគេជួយដោះស្រាយបញ្ហានេះបានទាន់ពេលវេលាសូមកុំគិតថាអ្នកនឹងមិនមានបញ្ហាអ្វីឡើយដោយសារតែធ្លាប់ទទួលបានទិដ្ឋាការដោយជោគជ័យរួចមកហើយពីព្រោះតែការគិតបែបនេះធ្វើឲ្យបេក្ខជនមួយចំនួនចំណាយលុយកាក់និងពេលវេលាច្រើនឆ្នាំណាស់ដើម្បីដោះស្រាយកំហុសរបស់ខ្លួនហើយអ្នកខ្លះក៏ទទួលបានជោគជ័យចំណែកឯអ្នកខ្លះទៀតក៏បរាជ័យបញ្ហាដ៏ស្មុគស្មាញបែបនេះពេលខ្លះវាពិបាកឲ្យអ្នកយល់ណាស់ប៉ុន្តែបើអ្នកធ្វើការជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលមានការចុះបញ្ជីត្រឹមត្រូវពួកគេនឹងជួយអ្នកឲ្យគេចផុតពីបញ្ហាទាំងអស់នេះពីព្រោះពួកគេធ្វើការយ៉ាងយកចិត្តទុកដាក់តាំងពីថ្ងៃដំបូងហើយពួកគេក៏មានភាពស្មោះត្រង់ចំពោះអ្នកផងដែរពួកគេមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះការងាររបស់គេពីព្រោះគេត្រូវគោរពទៅតាមច្បាប់របស់ប្រទេសអូស្ត្រាលីកន្លងមក Oswald Migration and Education បានជួបជាមួយនឹងបងប្អូនដែលកំពុងតែជួបបញ្ហាដោយដែលបានរៀបរាប់មកខាងលើនេះហើយយើងពិតជាមានការសោកស្ដាយណាស់ដែលពួកគេមិនបានសារភាពកំហុសតាំងពីដំបូងដោយគិតថាវាមិនមែនជាបញ្ហាសូមបញ្ជាក់ថាប្រព័ន្ធច្បាប់អន្តោប្រវេសន៍របស់អូស្ត្រាលីប្រៀបដូចជាសំណាញ់ពីងពាងបើអ្នកប្រើប្រាស់ព័ត៌មានមិនពិតទោះបីជាអ្នកទទួលបានសិទ្ធិរស់នៅក៏ដោយក៏អ្នកនឹងប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងការរស់នៅនាពេលអនាគតមិនត្រឹមតែប៉ុណ្ណោះការប្រើប្រាស់ព័ត៌មានមិនពិតនេះនឹងជះឥទ្ធិពលអាក្រក់ដល់សមាជិកនិងក្រុមគ្រួសាររបស់អ្នកថែមទៀតសារជាថ្មីម្ដងទៀតសូមមេត្តាមានភាពស្មោះត្រង់ជាមួយនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលធ្វើការលើសំណុំរឿងរបស់អ្នកដើម្បីឲ្យពួកគេជួយដោះស្រាយបញ្ហាបានទាន់ពេលវេលាបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពដូចបានរៀបរាប់ខាងលើនេះសូមធ្វើការប្រឹក្សាជាមួយនឹង Oswald Migration and Education សូមតាក់ទងមកជាងខ្ញុំតាមព័ត៌មាននៅលើអេក្រង់នេះសូមអរគុណសូមជម្រាបលា